កិច្ចប្រជុំកំពូល Francophonie នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងភ្នំពេញលោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានលើកឡើងថាកិច្ចប្រជុំកំពូល Francophonie លើកទី20ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌និងការទូតរវាងកម្ពុជានិងបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងក្នុងនោះបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានកម្ពុជា AKP តាមរយៈ Telegram នាដើមសប្តាហ៍នេះលោកអគ្គរដ្ឋទូតបានបញ្ជាក់ថាតាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី20នេះកម្ពុជាបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិ Francophonie OIF ដែលជាអង្គការមួយបង្កើតឡើងដោយព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចព្រះនរោត្តមសីហនុរួមជាមួយថ្នាក់ដឹកនាំនៃប្រទេសសេនេហ្គាល់ទុយនីស៊ីនិងនីហ្សេរីយ៉ាលោកបានបន្ថែមថាកម្ពុជាក៏កំពុងដើរតួនាទីជាអ្នកនាំមុខគេនៃចលនា Francophonie នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរលោក Olivier Richard បានសង្កត់ធ្ងន់ថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដោយសារកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់តំបន់អាស៊ីវិញជាលើកដំបូងបន្ទាប់ពីប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី6កាលពីឆ្នាំ1997ពលគឺជិត3ទសវត្សរ៍មុនលោកអគ្គរដ្ឋទូតបានបន្តថាកិច្ចប្រជុំនេះនឹងផ្ដល់ជាវេទិកាសម្រាប់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំងដើម្បីពិភាក្សាលើគោលដៅចម្បងដែលជាការជំរុញកិច្ចសហប្រតិបត្តិការពង្រឹងទំនាក់ទំនងភូមិសាស្ត្រនយោបាយនិងការលើកកម្ពស់របៀបវរៈសេដ្ឋកិច្ចនិងការអភិវឌ្ឍលោកបានបញ្ជាក់ទៀតថា Francophonie គឺជាវេទិកាតែមួយសម្រាប់ការសន្ទនាដែលគ្របដណ្ដឹងលើទ្វីបទាំង5ដោយមានការរួបរวมគ្នាតាមរយៈការប្រើប្រាស់ភាសាបារាំងរួមគ្នាលោកបានមានប្រសាសន៍ថាកិច្ចប្រជុំនេះក៏បានបង្ហាញពីការបដិញ្ញាចិត្តរបស់សមាជិកចំពោះគោលការណ៍ពហុនិយមភាពនិងឆន្ទៈនៃការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមធំៗនៃសម័យកាលនេះខ្ញុំសូមលើកយកជាពិសេសនៅការអភិវឌ្ឍបញ្ញាសិប្បនិម្មិតឬ AI និងតួនាទីនៃភាសាបារាំងនៅក្នុងបដិវត្តន៍បច្ចេកវិទ្យានេះបច្ចុប្បន្នកម្ពុជាគឺជាសមាជិកមួយក្នុងចំណោមរដ្ឋនិងរដ្ឋាភិបាលជាសមាជិកទាំង90នៃអង្គការ OIF ដែលក្នុងនោះរួមមានសមាជិកពេញសិទ្ធិចំនួន53សមាជិកសម Associate ចំនួន5និងសមាជិកសង្កេតការណ៍ចំនួន32នៅទូទាំងពិភពលោកត្រូវបានគេប៉ាន់ស្មានថាមានអ្នកប្រើប្រាស់ភាសាបារាំងប្រហែល396លាននាក់